គន្លឹះនឹងដំណោះស្រាយក្នុងការ load system family ហើយនឹងការបង្កើតបង្កាន់ដៃដល់ខ្លួនឯងវិសាថ្ងៃនេះថតវីដេអូយើងសួរខ្ញុំតាក់ទងទៅនឹងធ្វើប្រកាន់ដៃយើងរបៀប load ប្រកាន់ដៃតាមរយៈ family ហើយនឹងគូខ្លួនឯងអញ្ចឹងឥឡូវខ្ញុំបង្កើតថ្មីបើក Revit មកហើយខ្ញុំ new ឥឡូវខ្ញុំប្រាប់តាក់ទងការធ្វើតាមបច្ចេកមួយសិនអញ្ចឹងខ្ញុំបើកបច្ចេកថ្មីបើកអនហៅបច្ចេកអូខេចឹងឥឡូវខ្ញុំគូប្រកាន់ដៃមួយចូល rolling sketch ចឹងខ្ញុំយកអូខេចឹងគូកោចឹង finish ខ្ញុំមើល 3D ចឹងនៅក្នុងនេះបើករណី frame មានចឹងយើងអាច load family អញ្ចឹងលក្ខណៈខ្ញុំ load ឲ្យហ្នឹងខ្ញុំប្រើជា system family ចាំដល់ file នឹងយកទៅក៏បានដែរឥឡូវខ្ញុំចូលមក insert យកពាក្យថា load group ខ្ញុំទៅរកមើលទីតាំងដែលខ្ញុំទុក file ខ្ញុំទុកនៅក្នុង new folder tool system family នេះ rolling ខ្ញុំ load rolling ចូល open មកចាំមក stop អូខេអានេះយើងប្រើ family របស់គេមានស្រាប់តែគេចងទុកឲ្យអស់ហើយយើងក៏យករបស់គេមកប្រើហើយនេះតាមដៃ head cast iron យើងអាចបដូរទៅតាមអានេះរបស់គេគូឲ្យស្អីអញ្ចឹងវាមានលំនាំthì យើង load family ចូលអូខេទីមួយទៀតខ្ញុំមានប្រើប្រាស់ system ប្រើអានេះប្រើ system family មានថារបស់គេគូឲ្យស្រេចយកមកប្រើអញ្ចឹងមួយទៀតខ្ញុំគូតែប្រើ family មកអញ្ចឹងចូលមកយកពាក្យ new យកពាក្យបច្ចេកfamily យកអូខេហើយខ្ញុំយកຂະຫນາດblaster ចឹងឥឡូវខ្ញុំគូទីមួយយើងអាចយក river ដើម្បីគូគេប្រើ river យើងគូតែខ្ញុំអត់ចង់គូនៅក្នុងនេះទេខ្ញុំប្រើជា file AutoCAD insert AutoCAD យកមក sketch វិញចឹងយក insert import CAD ចាំទៀតខ្ញុំយក file ខ្ញុំទុកនៅក្នុងនេះ drawing អូខេតមកຂະຫນາດ millimeter ចាំខ្ញុំ open ខ្ញុំបាន file កាន់ដៃមួយចឹងខ្ញុំមកចូលមកតែទៀតខ្ញុំចាប់ដើមគូខ្ញុំយកពាក្យថា create យកពាក្យ revolve ហើយខ្ញុំរើសទីតាំង flat ឬការងារ work plan ដែលត្រូវយកមកគូចឹងខ្ញុំឈរលើ left ចឹងខ្ញុំបដូរនេះមក left and right ទៅមក OK ចឹងយើងអាចយក line នេះមកអង្គុយ sketch តាមនេះក៏បានដែរបើយើងនៅអត់ចឹងទេយើងប្រើជា pick មកលឿនបើថាយើងបានគូក្នុង AutoCAD ដែរចេះនៅនេះទៀតខ្ញុំមើលដល់អស់ហើយចឹងយក line នេះខ្ញុំគូភ្ជាប់ភ្ជាប់នេះ
យើងប្រើ revolve ដើម្បីវាវិលជុំវិញ trim វាចូលគ្នា shortcut trim ហើយយក axis line នេះចំណុចដែលវាវិលចំណុចធៀបវាវិលធៀបនឹងអាក់ហ្នឹងហើយមកទៀតខ្ញុំចុច finish ចឹងខ្ញុំលុបដល់ file AutoCAD មិញលុប file AutoCAD ចោលចូលចឹងខ្ញុំ align វាសិននេះយើងគូបានប៉ុណ្ណឹងវាដាក់ឆ្នាំនេះអូខេអញ្ចឹងយើងគូចឹងដូចគ្នាអញ្ចឹងនៅពេលយើងកែទំហំវាយើង lock វាដូចមិញ lock អានេះជាមួយនឹងខ្សែមួយនេះមក lock ឲ្យវាជាប់គ្នាវាក៏ lock នៅខាងក្រៅនេះក៏បានដែរដើម្បីយើងបដូរកម្ពស់បដូរអីទៅឲ្យយើងដាក់ទៅទឹកដល់ជាខ្ញុំចុច cell មួយខ្ញុំ cell file ខ្ញុំដាក់នៅលើ desktop ខ្ញុំដាក់ថា B2 ចំនួន backup ម្ដងជាង cell តើបើបច្ចេករបស់យើងបច្ចេកមិញបច្ចេក4នេះចឹងខ្ញុំចុច insert load family អត់ load គ្រប់ទៀតទេព្រោះយើងគូ family តែមួយចឹង load family មក B2 ចូលខ្ញុំចុចលើកាន់ដៃមួយចុច delete ហើយ duplicate មកដាក់ថា my railing ចូល edit ឡើងយើងកែដាក់ B2 ដែរព្រោះនៅចំណុចចាប់ផ្ដើមនេះចំណុចផ្ដើមចំណុចបញ្ចប់របស់វា corner ដូចគ្នានេះសម្រាប់គេលេងម៉ូដប្រកាន់ដៃផ្សេងទៀតណាវាមានប្រកាន់ដៃច្រើនគេឥឡូវខ្ញុំគម្លាតជាមួយគ្នានេះគេដាក់មួយទឹកអញ្ចឹងដាក់5ទឹកអូខេបើដល់ material វាដូរតាមក្រោយទៅអត់អីទេតាក់ទង material យើងចូលមកដូរនៅក្នុងនេះចងទុកនៅក្នុងនេះឲ្យហើយមកចង material ទុកឲ្យហើយមកទៅដល់នោះយើងបាច់ចាំមកចូលមកកាយច្រើនដងអូខេបាន load ទៅម្ដងទៀតក៏ចុច for អូខេខ្ញុំចុចលើកាន់ដៃយក material ដាក់រូបជើងចេញសំហត់ទៅជើងចុះអូខេប៉ុណ្ណឹងចឹងមានសេពទុកមួយអស់បាទទេចឹងប៉ុណ្ណឹងមានចម្ងល់អីចាំសួរខ្ញុំតាមក្រោយទៀតក៏បានដែរ